លោកឈិននឹងយ៉ាងដែលជាបេដារូបវិទ្យាដ៏ល្បីល្បាញបំផុតមួយរូបរបស់ពិភពលោកនិងជាម្ចាស់ពានរង្វាន់ Nobel បានទទួលមរណភាពដោយសារជំងឺក្នុងអាយុ103ឆ្នាំនៅទីក្រុងប៉េកាំងនេះបញ្ជាក់តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសិនហួរនៅថ្ងៃសៅរ៍ទី18ខែតុលាឆ្នាំ2025កើតនៅទីក្រុង Hefei ខេត្តអានហ៊ុយភាគខាងកើតប្រទេសចិនក្នុងឆ្នាំ1922លោកយ៉ាងបានឈ្នះពានរង្វាន់ Nobel រូបវិទ្យារួមជាមួយលោក Song Dali ក្នុងឆ្នាំ1957លោកក៏ជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិននិងជាសាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យសិង្ហួរដ៏ល្បីល្បាញផងដែរលោកយ៉ាងដែលមានឈ្មោះហៅក្រៅថាយ៉ាងសានីងបានសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chicago ក្នុងទសវត្សរ៍ឆ្នាំ1940ហើយជាអ្នកវិទ្យាសាស្ត្រចិនដំបូងគេដែលបានធ្វើទស្សនកិច្ចប្រទេសចិននៅពេលដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងចិនបានចាប់ផ្ដើមបើកចំហនៅក្នុងទសវត្សរ៍ឆ្នាំ1970ចាប់តាំងពីឆ្នាំ1999លោកយ៉ាងបានបង្រៀននៅសាកលវិទ្យាល័យសិង្ហួរជាទីដែលលោកធ្លាប់ចំណាយពេល8ឆ្នាំក្នុងវ័យកុមារភាពរបស់លោកនិងនៅពេលដែលឪពុករបស់លោកធ្វើជាសាស្ត្រាចារ្យនៅទីនោះកម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា